cho bà pe năng mày vay nhầm nấu chô mơ năng អូ nhầm nấu mùi năng nào ចាប់ក្បាច់បានស្រាប់គឿនសវណ្ណឃីមបានលើកឡើងថាការប្រកួតនៅថ្ងៃទី14ដែល Gensburg រៀបចំឡើងនៅខាងកោះពេជ្រនោះដែលគូរបស់គាត់ដែលត្រៀមជួបគាត់នៅថ្ងៃនោះបាទធ្លាប់ប៉ះជាមួយនឹងដែលគ្រូតូចសៀងហៃបាទឈ្នះគ្រូតូចសៀងហៃដល់ទៅ2ដងហើយធ្លាប់ឈ្នះឃីមឌីមីម្ដងដែរហើយការប្រកួតរវាងបាទឃីមឌីមីជាមួយនឹងដៃគូដែលគាត់ត្រៀមជួបគ្នានេះបាទកាលនោះគាត់បានមើលផ្ទាល់តែម្ដងគាត់ថាគាត់ឈរមើលនៅការអូស្ត្រាលីបងប្អូនគាត់ថាអញ្ចឹងគាត់អាចនឹងចាប់ក្បាច់របស់ដៃគូគាត់បានខ្លះដែរហើយគាត់នឹងសង្ឃឹមភាគរយច្រើនសម្រាប់ការប្រកួតនៅថ្ងៃនោះហើយជាពិសេសនោះការប្រកួតដែល Gensburg រៀបចំនេះអែមណាស់បងប្អូនដែលមានការប្រកួតរវាង Mario ជាមួយនឹងពេជ្រសម្បត្តិបាទហើយមានទាំងបាទធុនវណ្ណាហើយគឿនសវណ្ណឃីមហើយមានកីឡាករផ្សេងៗច្រើនទៀតបងប្អូនអាចទៅស្ដាប់បាទគឿនសវណ្ណឃីមនៅក្នុងវីដេអូនេះទាំងអស់គ្នាតើគឿនសវណ្ណឃីមគាត់លើកឡើងអ្វីខ្លះនៅក្នុងវីដេអូមួយនេះដើម្បីត្រៀមបង្ហាត់ហើយបាទបងរុំបាយមកមុខនេះលេងមកណែបងមិនដែរសម្រាប់ការត្រៀមខ្លួនបាយយ៉ាហ្នឹងនេះឃើញដាក់ poster មកនេះលេងបាយ័ន Gensburg លេងមកឈុតធំហ្មងជាខ្លួនពេញបងបាញ់ដឹងប្រវត្តិដៃគូយើងណាដឹងហើយបងដឹងថាធ្លាប់ឈ្នះគ្រូតូចសៀងហៃ2ដងឃីមឌីមីម្ដងហើយការប្រកួតនៅអូស្ត្រាលីហ្នឹងគឺសិតតែសុទ្ធស្វាញជាពិសេសហ្នឹងគឺនៅខាងក្រៅស្រុកហ្នឹងណាចាញ់ម្ដងនេះចាញ់ម្ដងហ៎រត់សេវត្តអូជប់ចាញ់ម្ដងរត់សេវត្តនិយាយទៅយើងក៏បានសមិទ្ធផលថ្មីច្រើនដែរមិនដែរបងការត្រៀមខ្លួនជួបលើកនេះជាខ្លួនសម្រាប់ជាខ្លួនពេញល្អហើយបងបាទครับទីខ្លួនទទួលគាត់បាទចុះមិនដែរគិតថាដៃគូយើងមកលើកហ្នឹងយើងអាចនឹងទប់ទល់ជាប់ឬអាចមិនដែរអត់អីបងបាទនេះទប់ជាប់បងទប់ជាប់ហ៎បាទព្រោះគាត់ដូចជាប្រកួតស្មើមិនចង់ថាមិនលើកគ្នាជាមួយនឹងឌីមីប្រហែលតាមយើងមើលជាក់ស្ដែងដោយសារគាត់មិនអាចបដូរឌីមីឲ្យសន្លប់នៅក្នុងទឹកណាមួយទេដូចជាការហ្នឹងដូចជាលើកដៃហ៎បាទលើកដៃទេកាលហ្នឹងបាទគាត់ឈ្នះបន្ទុឌីមីអីសើប្រវត្តិដៃគូក៏ដែរបើតាមខ្ញុំសរសេរឈ្មោះគាត់ដូចជាគាត់មានខ្សែក្រវ៉ាត់នៅថៃមានអីទៀតហ៎ចាប់មកពេលហ្នឹងឌីមីវ៉ៃខ្ញុំនៅឈោមើហ្នឹងអូខ្ញុំនៅមួយនឹងណាចាប់ក្បាច់បានស្រាប់គាត់ល្អអីបងគាត់ល្អគៀកបងបាទគង់នឹងកៃមួយបាទចុកជំនួបលើកហ្នឹងយើងអាចនឹងធ្វើឲ្យពុកម៉ែបងប្អូននៅខាងកោះពេជ្រមកក្រៅទេមើលទៅជំនាញឲ្យមកក្រៅបាទមិនឲ្យក្រៅនៅកោះពេជ្របាទគឺមិនគេមិនមិនក្រៅមិនប្រកួតក្នុងគីឡូ51 54អូជាស្រ័យបាទបងមួយឈុតនឹងមិនដែរសម្រាប់ Gensburg ដែលរៀបចំឲ្យបងដាក់មួយសេតនេះសម្រាប់ឈុតនេះពេញល្អពេញមកមើលមានពេជ្រសម្បត្តិបាទមានធម្មតានៅសមឿនទុផាតបាទសមឿនទុផាតហើយនឹងគ្រឿងសុវណ្ណឃីមបាទហើយនឹងមានគូផ្សេងទៀតបាទប្រហែលជាមានបាទព្រោះប្រហែលជាមានគូអមគូអីដែរឃើញគេផុស14នាក់4គូប្រហែលជាមានទៀតបាទមិនអីទេមិនដាក់4គូទេអត់ជឿថាដាក់4គូទេបាទ Gensburg រៀបចំឲ្យកុំភ័យបាទបងមានអីអរគុណទៅខាង Gensburg ហើយនឹងពុកម៉ែបងប្អូនតែងតែគាំទ្រគ្រឿងសុវណ្ណឃីមពីមុនមកហ៎អរគុណដល់ពុកម៉ែបងប្អូនដែលឆ្លាញ់ចូលចិត្តរូបខ្ញុំរហូតមកហើយបាទគ្រប់គ្រងខ្ញុំមកសូមឲ្យបងប្អូនមានសុខភាពល្អបាទរយៈកាលទៅវិញហើយក៏អរគុណកម្មវិធី Gensburg ដែលតែងតែផ្ដល់ឱកាសឲ្យខ្ញុំបានលេងចូលលេងកម្មវិធីធំបាទសូមឲ្យកម្មវិធី Gensburg ជក់កាន់តែមែនទេកាន់តែច្រើនបាទអរគុណបងអរគុណបាទអញ្ចឹងចំពោះការប្រកួតលើកនេះគឺវ៉ាន់ឃីមអត់ដូចជាអត់មានការបារម្ភអីប្រហែលទេដោយសារត្រៀមខ្លួនពេញរួចរាល់ឈ្នះចាញ់ជារឿងកីឡាបាទអរគុណបងអរគុណបាទ